សងសូន10 7នេះវាមានបញ្ហាប្របាក់ប្រឆេះព្រឹកឡើងពេលដែលយើងធាក់ឬមួយក៏ដេកប្រឆេះទូទៅបាក់អែបងប្អូនហ្នឹងហើយទូទៅទាញអែមកខ្លាំងអញ្ចឹងបានឆេះហើយពេលដែលឆេះហើយមួត់ឡើងទេអាហ្នឹងមូលហេតុរបស់វាគឺមកពីបេនបងប្អូនមកពីបេននេះអញ្ចឹងខ្ញុំនឹងដោះហើយបង្ហាញប្រាប់បងប្អូនថាកន្លែងដែលវាស្ទះធ្វើឲ្យម៉ូតូមិនថាសង់អ្វីទេបងប្អូនព្រឹកឡើងវាពិបាកប្រឆេះដល់ពេលអញ្ចឹងវាមកពីមូលហេតុអីកន្លែងណាបានជាវាពិបាកប្រឆេះឥឡូវគុំរៀបរាប់បងប្អូនទស្សនាជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញប្រាប់ពុកម៉ែបងប្អូនព្រលឹមឡើងពិបាកប្រឆេះយើងអាចថាមកពីបេនទាំងស្រុងទេជួនកាលវាអាចខ្សោយប្រព័ន្ធភ្លើងមកខាងបូស៊ីតិចវាពិបាកប្រឆេះព្រលឹមឡើងដែរបងប្អូនតែម៉ូតូនេះខ្ញុំសន្និដ្ឋានថាមកពីបេនទាំងស្រុងដោយសារតែម្ចាស់គាត់ប្រាប់ខ្ញុំថាព្រលឹមឡើងប្រឆេះទោះតែយើងទាញអែបានវាឆេះហើយឆេះទោះតែក្រងតិចទុកប្រហែលជា5ឬមួយក៏10នាទីអញ្ចឹងបានរោបានខ្លាំងហើយបញ្ហាដែលម៉ូតូពេលប្រឆេះព្រលឹមឡើងទោះតែយើងបើកអែអាហ្នឹងគឺមកពីបេនទាំងស្រុងតែម្ដងឥឡូវខ្ញុំដោះបង្ហាញប្រាប់បងប្អូនតិចមកចូលស៊ីក្លឹបបេនពណ៌ផ្លាក់ទៀនពណ៌ទឹកមាសហ្នឹងបើសិនជាវាស្ទះមកជុលមួយណាវាអត់ឆេះដែរបងប្អូនមកចូលស៊ីក្លឹបបេននេះគឺជាចំណុចសំខាន់មួយរបស់បេនហើយអាធំមិនសូវសំខាន់ប្រហែលទេវាមិនងាយនឹងចិត្តទេបងប្អូនតែមកចូលអាទូចស៊ីក្លឹបអាទូចអាហ្នឹងគឺវាងាយនឹងចិត្តមែនតើអញ្ចឹងវិធីសាស្ត្រដោះស្រាយបញ្ហាហ្នឹងមានតែលុះប្រាំងកង់មកម៉ូតូសៃមកបងប្អូនយកមកដោតចូលនឹងមកចូលស៊ីក្លឹបបេនអាទូចមកឲ្យវាធ្លុះភ្លុចនេះបងប្អូនអានេះចំណុចសំខាន់ក្នុងបេនឲ្យវាធ្លុះហើយតែប៉ុណ្្នឹងគឺយើងនឹងដកអាលុះហ្វ្រាំងកង់នឹងចេញមិនបាច់រុះវាទេបងប្អូនបើសិនជាយើងរុះវាសឹកអាស្ពាន់នឹងអាមកចូលនឹងរុនវារៀងធំអញ្ចឹងបណ្ដាលឲ្យម៉ូតូវារៀងស៊ីសាំងជាងមុនហើយដោតឲ្យវាចេញតែប៉ុណ្្នឹងហើយយើងដកអាលុះហ្វ្រាំងកង់នឹងចេញតែប៉ុណ្្នឹងគឺហាយបាត់ឲ្យបងប្អូនយើងយកទៅលាងឲ្យវាស្អាតលាងទាំងខាងក្នុងលាងទាំងខាងក្រៅព្រោះអីម៉ូតូមិនងាយនឹងបានដោះធ្វើទេទោះតែវាមានបញ្ហាអញ្ចឹងហើយមានបញ្ហាស្ទះឬមួយក៏លែងឆេះអញ្ចឹងដូចខ្ញុំបង្ហាញប្រាប់បងប្អូនមិញម៉ូតូដែលវាពិបាកប្រឆេះព្រលឹមឡើងវាអាចមកពីបេនទាំងស្រុងទេបងប្អូនទី1វាចង់ខូចបូស៊ីបើពពុះអាសងវិញបូស៊ីវាតាខូចហើយគឺអត់ឆេះដែរម្ដងតែបើពពុះអាវេវឬមួយក៏អាសងកូរ៉េអីមុននឹងវាចង់ខូចបូស៊ីគឺវាពិបាកប្រឆេះពិបាកធាក់ដេអីវាមិនងាយនឹងឆេះអញ្ចឹងណាបងប្អូនហ្នឹងហើយក៏រៀបរាប់ឥឡូវមកលាងគ្រឿងឲ្យវាស្អាតទៅហើយនឹងដាក់ចូលវិញប្រឆេះឲ្យរោបង្ហាញប្រាប់បងប្អូនថាឆេះខ្លាំងឬមួយក៏អត់ខ្លាំងដោយសារតែម្ចាស់គាត់យកមកឲ្យខ្ញុំនេះបងប្អូនគឺគាត់ទុកចោលប្រហែលជា3ថ្ងៃ4ថ្ងៃដំបូងគ្រាន់តែបើកអែវាអាចឆេះជិះបានធម្មតាឥឡូវនេះមករយៈចុងក្រោយលែងឆេះបងប្អូនគឺធាក់ទៅខ្សុយហើយបេនអត់ដឹងស្អីជាស្អីដែរបងប្អូនគាត់ដូរឡើង2 3ដងហើយបេនហ្នឹងមិនមែនបេនសេនទេបងប្អូនបេនថ្មីទៀតម៉ូតូសង់017ពេញណាបងប្អូនតែគាត់ដូរបេនអស់2ហើយបេនសេនគាត់ដូរតាំងពីចេះបានប្រហែលជា2ឆ្នាំគាត់ដូរចោលហើយឥឡូវគាត់ដូរដាក់បេនឡូបេនថ្មីនឹងអស់2បាទហើយស្ដាយបេនមែនតើបងប្អូនឃើញជាស្ដាយហើយពីសភាពម៉ូតូដឹងយ៉ាងណាហើយសំបីហ្វ្រាំងក៏អត់មានដែរបងប្អូនហ្វ្រាំងជួនហ្នឹងគាត់ទៅជិះម្ដងគាត់បុកលេខរហូតហ្នឹងអត់មានហ្វ្រាំងទេវាក់ដែរហ្នឹងព្រោះអីម៉ូតូគាត់ជិះទៅតែចកាទៅតែស្រែទេបងប្អូនអញ្ចឹងគាត់ថាមិនបាច់ដាក់ហ្វ្រាំងទេខ្លាចបុកគុលដល់ពេលអញ្ចឹងក៏តាមគាត់ដែរគាត់និយាយចឹងហើយយើងអត់ហ៊ានប្រខែកគាត់ទេបងប្អូនអត់ដាក់ហ្វ្រាំងក៏អត់ទៅមិនមែនខ្ញុំអ្នកចេះណាណាឥឡូវធាក់ប្រឆេះមើលឃើញថាវារោដាច់ធម្មតាបងប្អូនហ្នឹងឯងឆេះធម្មតាបញ្ហា99%បងប្អូនបើសិនជាវាពិបាកប្រឆេះព្រឹកឡើងរោទូតែយើងបើកអែបានវារោដាច់អញ្ចឹងបញ្ហាមកពីបេនហ្នឹងហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងដែរសូមអរគុណច្រើន